ជីវិតគឺដើម្បីរស់នៅនិងរីកចម្រើនមិនមែនសម្រាប់ប្រកួតប្រជែងដើម្បីពានរង្វាន់ជាមួយអ្នកដទៃឡើយបើងាកមកមើលទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នឃាតករអរូបីមួយនេះកំពុងតែបានធ្វើបាបមនុស្សជាច្រើនតាមរយៈពិភពបណ្ដាញសង្គមជារៀងរាល់ថ្ងៃនៅពេលយើងបើកទូរស័ព្ទមើល Facebook Instagram ឬ TikTok យើងតែងតែឃើញរូបភាពមិត្តភ័ក្តិឬអ្នកដទៃបង្ហោះពីឡានទំនើបការដើរលេងទៅបរទេសឬការញ៉ាំអាហារនៅហាងប្រណិតជាក់ស្ដែងមានយុវជនម្នាក់គាត់មានការងារធ្វើសមរម្យមានប្រាក់ខែចិញ្ចឹមខ្លួនឯងនិងមានគ្រួសារដ៏កក់ក្ដៅទៅហើយប៉ុន្តែនៅពេលគាត់ឃើញមិត្តភ័ក្តិរួមចំនួនទិញផ្ទះមានឡានមានវីឡាស៊េរីទំនើបគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ត្រេកត្រោតតូចចិត្តនឹងវាសនាជេរប្រតិចការងារខ្លួនឯងនិងមានសម្ពាធផ្លូវចិត្តរហូតដល់គេមិនលក់គាត់ភ្លេចគិតថាអ្វីដែលគេបង្ហាញនៅលើបណ្ដាញសង្គមគ្រាន់តែជាទំព័រល្អៗក្នុងជីវិតគេតែប៉ុណ្ណោះឯភាពហត់នឿយបំណុលឬការឈឺចាប់របស់គេគឺគេមិនដែលបង្ហោះឲ្យយើងដឹងនោះទេការប្រៀបធៀបបែបនេះបានសម្លាប់សេចក្តីសុខដែលគាត់ធ្លាប់មានជាមួយការងារនិងគ្រួសារយ៉ាងឈឺចាប់មិនតែប៉ុណ្ណោះបុគ្គលម្នាក់សូម្បីតែនៅក្នុងរង្វង់គ្រួសារការប្រៀបធៀបក៏ជាថ្នាំពុលបំផ្លាញក្តីសុខដែរឧទាហរណ៍ជាក់ស្ដែងឪពុកម្ដាយខ្លះតែងតែយកលទ្ធផលសិក្សារបស់កូនខ្លួនឯងទៅប្រៀបធៀបនឹងកូនគេដែលពូកែជាងពាក្យសម្ដីដូចជាមើលកូនគេផងគេរៀនពូកែណាស់មិនដូចឯងទេមិនបានធ្វើឲ្យកូនមានកម្លាំងចិត្តនោះទេផ្ទុយទៅវិញវាបានសម្លាប់ទំនុកចិត្តលើខ្លួនឯងរបស់ក្មេងបង្កើតជាគម្លាតរវាងឪពុកម្ដាយហើយនិងកូនហើយធ្វើឲ្យបរិយាកាសក្នុងផ្ទះបាត់បង់ភាពកក់ក្ដៅនិងស្នាមញញឹមថែមទៀតលើសពីនេះទៅទៀតនៅក្នុងពិភពការងារបុគ្គលខ្លះជំនួសឲ្យការផ្ដោតលើការអភិវឌ្ឍសមត្ថភាពខ្លួនឯងបែរជាចំណាយពេលសម្លឹងមើលប្រាក់ខែនិងតំណែងរបស់អ្នកដទៃរួចកើតចិត្តឈ្នានីសឬបាក់ទឹកចិត្តការធ្វើបែបនេះធ្វើឲ្យពួកគេបាត់បង់ចំណាប់អារម្មណ៍លើការងារខ្លួនឯងបាត់បង់ភាពច្នៃប្រឌិតនិងរស់នៅទាំងក្រៀមក្រំព្រោះចិត្តតែងតែអន្ទះសារចង់បានចង់មានដូចគេដោយមិនបានមើលពីការលះបង់និងពេលវេលារបស់គេឡើយសរុបមកជីវិតរបស់មនុស្សម្នាក់ប្រៀបដូចជាផ្កាខុសពូជគ្នាអញ្ចឹងផ្កាម្លិះមានក្លិនក្រអូបបែបផ្កាម្លិះផ្កាឈូកមានសម្រស់បែបផ្កាឈូកពួកវាមិនដែលប្រៀបធៀបឬចំណែនគ្នានោះទេគឺវារីកតាមរដូវកាលរៀងៗខ្លួនការយកជីវិតខ្លួនឯងទៅប្រៀបនឹងអ្នកដទៃគឺជារឿងអយុត្តិធម៌បំផុតសម្រាប់ខ្លួនឯងព្រោះយើងកំពុងយកផ្ទៃខាងក្រោយនៃឆាកជីវិតរបស់យើងទៅប្រៀបធៀបនឹងផ្ទៃខាងមុខនៃឆាកជីវិតរបស់អ្នកដទៃក្នុងនាមជាមនុស្សក្នុងសម័យថ្មីដើម្បីទទួលបានសេចក្តីសុខពិតប្រាកដយើងត្រូវរៀនស្គាល់ពាក្យថាគ្រាន់សប្បាយចិត្តនឹងអ្វីដែលខ្លួនមាននិងចេះឲ្យតម្លៃខ្លួនឯងបើចង់ប្រៀបធៀបចូលប្រៀបធៀបខ្លួនឯងនៅថ្ងៃនេះជាមួយនឹងខ្លួនឯងកាលពីម្សិលមិញវិញដើម្បីដឹងថាខ្លួនយើងបានរីកចម្រើនដល់កម្រិតណាទើបជាការប្រៀបធៀបដ៏មានន័យនឹងនាំមកនូវភាពរីកចម្រើនពិតប្រាកដ